Ok, chân sẽ dạy nóគ្នាចឹងនេះគឺជាវីដេអូទី1របស់ខ្ញុំហីដែលនិយាយទៅតងជាមួយនឹង Electronic នៅក្នុង channel មួយហ្នឹងអូខេចឹងប្រធានបទនៃខ្ញុំនឹងមកចែករំលែកនៅក្នុងថ្ងៃនេះគឺតាក់ទងជាមួយនឹង pull down និង pull up resistor ដែលត្រូវបានគេប្រើច្រើននៅក្នុង Secure Electronic ខ្ញុំជឿជាក់ថាអ្នកនរគ្នាប្រកាសជាធ្លាប់ឃើញហីនៅក្នុងជើង enable pin ជើង reset ឬក៏ជាមួយនឹង I2C SPI យើងឃើញគេប្រើ concept pull up pull down នឹងច្រើនអូខេចឹងឥឡូវយើងមក break down ទាំងអស់គ្នាហើយ scenario របស់ខ្ញុំដែលលើកយកមកសិក្សានៅក្នុងថ្ងៃនេះគឺខ្ញុំលើកប៊ូតុងយកមកសិក្សាព្រោះវាងាយស្រួលក្នុងការយល់ជាងគេចឹងនៅពេលដែលយើងយល់ concept មួយហ្នឹងហើយយើងអាចយកវាទៅប្រើប្រាស់ជាមួយនឹង concept ផ្សេងៗទៀតបានអូខេចឹងនេះគឺជា sequence របស់ខ្ញុំចឹងខ្ញុំមានប៊ូតុងរបស់ខ្ញុំភ្ជាប់ជាមួយនឹង Janita ហើយភ្ជាប់ជាមួយនឹង micro controller ចឹងវត្ថុបំណងរបស់ខ្ញុំគឺខ្ញុំចង់អាន digital signal ចេញពីប៊ូតុងរបស់ខ្ញុំថាតើប៊ូតុងរបស់ខ្ញុំហ្នឹងខ្ញុំបានចុចវាដែរឬអត់បើខ្ញុំចុចតើវាចេញលេខប៉ុន្មានបើខ្ញុំអត់បានចុចតើវាចេញលេខប៉ុន្មានអូខេអញ្ចឹងកាលណាគេនិយាយទៅលើ pull up pull down វត្ថុបំណងរបស់គេគឺគេចង់ capture digital input មានន័យថាមានន័យថា return status របស់វា1ឬក៏0អាស្រ័យទៅលើ condition ដែលយើងបាន set ប្រសិនបើយើងឲ្យវា return ជា boolean វាប្រកាសជា return មកចេញជា true and false ប៉ុន្តែប្រសិនបើយើងចង់ឲ្យវា return ជា integer វាប្រកាសជា return មកចេញជា1 0អូខេអញ្ចឹងក្នុងករណីនេះខ្ញុំ assume ថាអ្នកនរគ្នាឲ្យវា return ជា integer អញ្ចឹងប្រកាសជា return មកចេញជា1ហើយនិង0អូខេអញ្ចឹងខ្ញុំអាចសរសេរ note កន្លែងនេះបានថាប្រសិនបើ1វា true ប្រសិនបើ0វា false អូខេបើសិនបើ1 true ហើយ0យើង false អញ្ចឹងក្នុងករណីនេះបើសិនបើខ្ញុំភ្ជាប់ sequence បែបនេះហើយបើសិនបើខ្ញុំចុចប៊ូតុងរបស់ខ្ញុំថាតើនឹងមានរឿងអីកើតឡើងអញ្ចឹងនៅពេលដែលខ្ញុំចុចប៊ូតុងរបស់ខ្ញុំមានន័យថាប៊ូតុងរបស់ខ្ញុំកន្លែងនេះគឺវាដើរតួជាខ្សែចម្លងអញ្ចឹងកាលណាវាដើរតួជាខ្សែចម្លង5 volt មួយនេះត្រូវបានផ្ទេរតង់ចុងមកកាន់ input pin របស់ខ្ញុំឯងអញ្ចឹងបើខ្ញុំចាប់ multimeter កន្លែងនេះហើយធៀបជាមួយនឹង GND អញ្ចឹងខ្ញុំនឹងឃើញខ្ញុំនឹងទទួលបាន input pin របស់ខ្ញុំនេះនឹងវាស់មើលទៅឃើញ5 volt អញ្ចឹងបើសិនយើងវាស់មើលទៅ5 volt យើងទៅមើលនៅក្នុង graph ប្រកបណាស់វាប្រកបជា signal របស់យើងឡើងដល់ high ហេតុអីដោយសារតែ5 volt វាគឺជា signal មួយដែល represent ទៅលើ high ឬក៏ true signal ឬក៏លេខ1អញ្ចឹងទៅអូខេអញ្ចឹងឃើញលេខ1អញ្ចឹងទៅសុំទោសកន្លែងនេះអាចពេលខ្លះទៀតអាចជា high ហើយពេលខ្លះទៀតអាចជា low high low high low អញ្ចឹង true fail high low អញ្ចឹងទៅអូខេចុះនៅពេលដែលខ្ញុំ release វិញមានន័យថានៅពេលដែលខ្ញុំដកដៃចេញពីប៊ូតុងខ្ញុំវិញអញ្ចឹងនៅពេលដែលខ្ញុំដកដៃចេញពីប៊ូតុងខ្ញុំវិញកន្លែងនេះវាកាត់ជា sequence ចំហអញ្ចឹងកន្លែង input signal នេះកន្លែង input signal នេះគឺនឹងអត់មានតម្លៃអីទាំងអស់មានន័យថា undefined status បើយើងប្រែខ្មែរមកគឺវាអត់មានstate របស់វាច្បាស់លាស់ទេមានថាវាអត់មានតម្លៃច្បាស់លាស់ទេអត់ដឹងថា1ឬក៏អត់ដឹងថា0ដោយសារអីដោយសារតែប៊ូតុងរបស់យើងអត់បានចុចហើយក្នុង input signal របស់យើងនេះយើងអាចបានផ្ដល់នៅសញ្ញាណាមួយឲ្យវាច្បាស់លាស់បើសិនបើយើងចង់ឲ្យវា0យើងត្រូវតែភ្ជាប់វាទៅកាន់ ground ឬក៏យើងភ្ជាប់ទៅកាន់តម្លៃតង់ចុងណាដែលនៅពីក្រោម threshold របស់វាអញ្ចឹងរបៀបមើល threshold ចាំខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូក្រោយអញ្ចឹងឥឡូវនេះយើងសន្មត់ថាដើម្បីឲ្យវា0យើងគ្រាន់តែភ្ជាប់ input signal របស់យើងនេះមកកាន់ ground នេះមកអញ្ចឹងពេលហ្នឹងយើងនឹងទទួលបាន0ដែរអូខេអញ្ចឹងយើងភ្ជាប់បែបនេះអូខេយើងភ្ជាប់បែបនេះអញ្ចឹងនៅពេលដែលខ្ញុំភ្ជាប់បែបនេះground របស់ខ្ញុំនឹងតទៅកាន់ input អញ្ចឹងនៅពេលដែល ground តទៅកាន់ input អញ្ចឹងមានន័យថា signal របស់ខ្ញុំដែលខ្ញុំទទួលបាននៅក្នុង code គឺ low ឬក៏វាធ្លាក់ពី high នេះមក low នៅពេលដែលខ្ញុំ release ដៃដោយសារតែខ្ញុំបានតវាមកកាន់ ground ប៉ុន្តែប្រសិនបើខ្ញុំហ៊ានតែចុចវាម្ដងទៀតហ៊ានតែចុចប៊ូតុងនឹងម្ដងទៀតកន្លែង switch របស់ខ្ញុំនេះវាកើតជាកុងតាក់បិទអញ្ចឹងកាលណាកុងតាក់បិទចិត្តវាដើរតួជាខ្សែចម្លងអញ្ចឹងកាលណាវាដើរតួជាខ្សែចម្លងវាបង្កើតឲ្យមានបាតុភូតមួយគឺ short circuit ពួកយើងឃើញហើយថាប៉ូលបូកនិងប៉ូលដករបស់តង់របស់ថ្មរបស់ខ្ញុំនេះគឺតជាប់គ្នាគឺយើងឃើញហើយនេះតជាប់គ្នាមួយលូបអញ្ចឹងកាលណាវាតជាប់គ្នាវាបង្កើតឲ្យមានកម្ដៅហើយវាធ្វើឲ្យខ្សែចម្លងរបស់យើងអាច
រលួយឬក៏អាចឆេះឬក៏ព្រាកផ្កាភ្លើងអីចឹងទៅអញ្ចឹងពេលខ្លះវាអាចបណ្ដាលឲ្យខូចថ្មខូចប៊ូតុងឬក៏ខូច micro controller របស់យើងយកមកអញ្ចឹងករណីនេះយើងត្រូវតែជៀសវាងធ្វើយ៉ាងណាកុំឲ្យមាន short circuit អញ្ចឹងដើម្បីកុំឲ្យមាន short circuit ងាយស្រួលទេយើងគ្រាន់តែបន្ថែមនៅ load ឬក៏គ្រឿងទទួលណាមួយនៅចន្លោះ 5V និង ground នេះមកគឺពេលហ្នឹង CQ របស់យើងលេខកើតជា short circuit ហើយអូខេអញ្ចឹងខ្ញុំគ្រាន់តែបន្ថែម resistance មួយនៅខាងចន្លោះហ្នឹងមកខ្ញុំអាចបន្ថែម resistance មួយបានអូខេអញ្ចឹងខ្ញុំបន្ថែម resistance មកគ្រាប់នៅកន្លែងនេះអញ្ចឹងមានន័យថាមុនពេលដែលខ្ញុំចុចប៊ូតុងគឺ ground របស់ខ្ញុំនេះនឹង direct ទៅកាន់ input យកមកអញ្ចឹងមុនពេលដែលខ្ញុំចុចប៊ូតុងគឺខ្ញុំទទួលបាន signal low អូខេអញ្ចឹងមានន័យថាខ្ញុំអត់បានធ្វើអីសោះគឺខ្ញុំទទួលបាន signal របស់ខ្ញុំ low ឬក៏លេខ0អូខេប៉ុន្តែនៅពេលដែលខ្ញុំចុចប៊ូតុងតង់ស្យុងរបស់ខ្ញុំឆ្លងកាត់ខ្សែចម្លងព្រោះ switch របស់យើងពេលហ្នឹងដើរតួជាខ្សែចម្លងហើយអញ្ចឹងកាលណាវាដើរតួជាខ្សែចម្លងគឺវារត់ចូលមកកាន់ input វារត់ចូលមកកាន់ resistance របស់យើងហើយអញ្ចឹងសំណួរសួរថាតើតង់ស្យុងកន្លែងនេះមែនអញ្ចឹងយើងអាចប្រើ KVL មកទៅតង់ស្យុងមួយ loop នេះគឺស្មើ0ផលបូកតង់ស្យុងមួយ loop ស្មើ0អញ្ចឹងអានេះគឺវា 5V ដូចគ្នាដែរពីព្រោះយើងមាន load តែមួយយើងអាចនិយាយបានថាវាក្បែរ 5V ព្រោះដោយសារតែប៊ូតុងនេះក៏វាមានតម្លៃ resistance ក្នុងរបស់វាដែរប៉ុន្តែបន្តិចបន្តួចតម្លៃបន្តិចបន្តួចនេះអាចចោលបានអាច assume ថា resistance ក្នុងរបស់ប៊ូតុងនេះស្មើ0បានអូខេអញ្ចឹងកាលណា resistance ក្នុងរបស់ប៊ូតុងស្មើ0អញ្ចឹងមានន័យថាកន្លែងនេះក៏វាស្មើ 5V ដែរអញ្ចឹងកាលណាស្មើ 5V នៅពេលដែលខ្ញុំចុច 5V អញ្ចឹង input របស់ខ្ញុំប្រកាសជាឡើងមក high វិញហើយឬក៏ឡើងមកលេខ1វិញហើយអញ្ចឹងយើងអាចសង្ខេបបានយ៉ាងខ្លីថានៅក្នុងករណី pull down នេះមុនពេលដែលខ្ញុំចុចប៊ូតុងមានន័យថានៅពេលដែលខ្ញុំ release គឺខ្ញុំនឹងទទួលបានលេខ0ឬក៏ low អូខេមានន័យថា input signal ដែលខ្ញុំទទួលបានលេខ0ឬក៏ low ប៉ុន្តែនៅពេលដែលខ្ញុំ press មានន័យថានៅពេលដែលខ្ញុំចុចអ្វីដែលខ្ញុំទទួលបានលេខ1ឬក៏ high អូខេបែបហ្នឹងអញ្ចឹងនៅពេលដែលម្ដងទៀតនៅពេលដែលខ្ញុំអត់ចុចអីសោះខ្ញុំ release ដៃខ្ញុំនឹងទទួលបានលេខ0ឬក៏ low ប៉ុន្តែនៅពេលដែលខ្ញុំចុចខ្ញុំទទួលបានលេខ1ឬក៏ high នឹងឯងគឺជា concept pull down អញ្ចឹង concept pull down យើងអាចមើល data sheet បានថា EC របស់យើងត្រូវការប្រើ pull up ឬក៏ pull down បានអូខេចុះ concept pull up វិញតើ pull up និង pull down ខុសគ្នាយ៉ាងណាអូខេអញ្ចឹងយើងមកមើលខាងក្រោមនេះមកអូខេអញ្ចឹងខ្ញុំមានឧទាហរណ៍ថានេះគឺជា sequence ដើមរបស់ខ្ញុំមិញហ្នឹងអញ្ចឹងបើសិនបើខ្ញុំចង់ត pull up តែខ្ញុំត្រូវតបែបណាអញ្ចឹងត pull up ងាយស្រួលទេនេះយើងកន្លែងនេះខ្ញុំអាចលុបចោលនេះសិនមកហេអញ្ចឹងខ្ញុំត្រូវតែប្រើ resistance មកគ្រាប់ដូចគ្នាពីព្រោះបើសិនបើអត់មាន resistance ទេនោះយើងនឹងអត់អាចមាន load ទេអញ្ចឹងកាលណាអត់មាន load បង្កើតឲ្យមានជា button pull short circuit ដូចគ្នាអូខេអញ្ចឹងនៅក្នុងករណី pull up នេះទៀតសោតអញ្ចឹងខ្ញុំតបែបនេះ concept pull up អញ្ចឹងខ្ញុំសង្ខេបខ្ញុំសូមបន្ថែមតិចអញ្ចឹង pull down យើងអាចចំណាំវាបានថា resistance pull down to ground អាហ្នឹងគឺជា concept pull down មានន័យថានិយមន័យរបស់ pull down ពាក្យថា pull down ហ្នឹងគឺគេចង់ refer ទៅកាន់ resistance នេះឯងមានថា resistance pull down to ground អូខេរីឯ pull up គឺ resistance របស់យើង pull up to VCC របស់យើងតង់ស្យុងរបស់យើង 5V ឬក៏ 3.3V អញ្ចឹងទៅអូខេក្នុងករណីនេះរបស់យើងគឺ 5V អញ្ចឹងបើសិនបើ 5V យើងប្រើ resistance មកគ្រាប់នៅកន្លែងនេះមកអញ្ចឹងមុនពេលដែលខ្ញុំចុចមានន័យថាមុនពេលដែលខ្ញុំចុចប៊ូតុងអូខេអញ្ចឹងមុនពេលដែលខ្ញុំចុចប៊ូតុងអញ្ចឹងយើងឃើញថាតង់ស្យុង 5V នេះចូលកាត់ resistance អញ្ចឹងសំណួរសួរថាតើតង់ស្យុងកន្លែងនេះស្មើប៉ុន្មាន V អញ្ចឹងបើសិនបើយើងយក multimeter បានចាប់តង់ស្យុងកន្លែងនេះធៀបជាមួយនឹង ground អញ្ចឹងយើងនឹងទទួលបានតង់ស្យុង 5V ដូចគ្នាពីព្រោះយើងព្យាយាមវាស់តង់ស្យុងដែលស៊ីដោយ resistance អូខេវាស់ទៅគឺឃើញ 5V ដូចគ្នាអញ្ចឹងនៅពេលដែលខ្ញុំចុចប៊ូតុងភ្លាមនៅពេលដែលខ្ញុំចុចប៊ូតុងភ្លាមមានន័យថាកន្លែងនេះគឺត្រូវបានភ្ជាប់មកកាន់ ground ហើយ
ចឹងនៅពេលដែលខ្ញុំចាប់ multimate watt កន្លែងនេះ multimate watt កន្លែងនេះចឹងកន្លែងនេះធៀបជាមួយនឹង ground គឺវា ground ហ្នឹងឯងអូខេចឹងកន្លែងនេះគឺជា ground ហេតុអីព្រោះកន្លែងនេះភ្ជាប់មកកាន់ ground កន្លែងនេះគឺជា pole ម្ខាងទៀតនៃ resistance អញ្ចឹង pole ម្ខាងទៀតនៃ resistance គឺជា pole ដែលយើងវាស់ទៅគឺធៀបមួយ ground បើយើងចាប់មកកន្លែងនេះទើបយើងចាប់ resistance ចាប់តម្លៃតង់ឆុងដែលត្រូវបានស៊ីដោយ resistance តែបើយើងចាប់កន្លែងនេះគឺយើងវាស់ pole ground ធៀបមួយ ground អញ្ចឹងយើងវាស់មើលទៅគឺឃើញ0 volt អូខេអញ្ចឹងឃើញ0 volt អញ្ចឹងកាលណា0 volt ចូល input ធ្វើឲ្យ signal របស់យើង low អូខេអញ្ចឹងករណីសរុបសេចក្តីមកវិញករណី pull up គឺជាករណីមួយដែល resistance របស់យើង pull up to VCC ឬក៏5 volt ឬក៏ 3.3 volt ហើយ status របស់វានឹង return មកលេខ1នៅពេលដែលខ្ញុំ release អូខេនឹង return មកលេខ1នៅពេលដែលខ្ញុំអត់ទាន់បានចុចអីសោះហើយនៅពេលដែលខ្ញុំចុចមកភ្លាមវានឹង return លេខ0ឬក៏វា return low អូខេអញ្ចឹងនឹងគឺជាករណីផ្ទុយគ្នារវាង pull up និង pull down អញ្ចឹងយើងអាចឃើញហើយភាពខុសគ្នារវាង pull up និង pull down គឺត្រង់ថា pull down resistance pull down to ground រីឯ pull up resistance pull up to VCC ហើយcondition របស់វាលក្ខខណ្ឌរបស់វាគឺផ្ទុយគ្នានៅក្នុងករណី pull down មុនពេលដែលយើងចុចវា0នៅពេលដែលយើងចុចវា1រីឯករណី pull up នៅពេលដែលខ្ញុំចុចគឺឃើញ0នៅពេលដែលខ្ញុំដកដៃវិញគឺឃើញ1អញ្ចឹងពីរនាក់ហ្នឹងគឺផ្ទុយគ្នាអញ្ចឹងរបៀបប្រើប្រាស់ឬក៏ scenario របស់វាគឺខុសៗគ្នាអាស្រ័យទៅលើប្រភេទ chip ឬក៏ប្រភេទapplication ដែលយើងប្រើជាក់ស្ដែងអញ្ចឹងយើងចង់ប្រើមួយណាយើងអាចជ្រើសរើសការប្រើមួយហ្នឹងទៅអូខេអញ្ចឹងវីដេអូរបស់យើងគឺមានប៉ុណ្ណឹងហើយក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើពិសោធន៍ជាក់ស្ដែងជាមួយនឹងប៊ូតុងហើយខ្ញុំនឹង capture ជាមួយនឹង ESP32 ឲ្យអ្នកនាងទស្សនាអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ